នេតិប្រវត្តិសិល្បករខ្មែរអូនស្រឡាញ់តែបងមួយទុំជាតិរួយបានដល់ចឹងអូនស្រឡាញ់តែបងមិនហើយអានច្រើនជាងសួស្តីលោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ RFE ជាទីគោរពឱកាសនេះនេតិប្រវត្តិសិល្បករខ្មែរបានវិលមកជួបអ្នកទាំងអស់គ្នាជាថ្មីហើយសម្រាប់ថ្ងៃនេះខ្ញុំបាទសេងតារាអ្នកស្រាវជ្រាវប្រវត្តិកវីនិពន្ធតន្ត្រីករនិងអ្នកចម្រៀងជើងចាស់សូមនាំអារម្មណ៍លោកអ្នកមកតាមដានប្រវត្តិរបស់អ្នកចម្រៀងយើងម្នាក់ទៀតនោះគឺអ្នកស្រីហួយមាសអូនស្រឡាញ់ស្រឡាញ់មិនមិនได้វល់មកស្រាប់រងនៅក្នុងអំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1960និងរហូតមកដល់ពាក់កណ្ដាលដើមទសវត្សរ៍ឆ្នាំ1970អ្នកស្រីហួយមាសបានធ្វើឲ្យកក្រើកដល់មជ្ឈដ្ឋានអ្នកនិយមស្ដាប់ចម្រៀងមានការកោតសរសើរយ៉ាងខ្លាំងនៅទឹកដមសម្លេងដ៏ពីរោះដោយរនាតឯកគ្មានពីររបស់អ្នកស្រីគឺទាំងច្រៀងនិងជាពិធីការនីអត្ថាធិប្បាយវត្ថុជាតិផងជាមួយគ្នានោះអ្វីដែលធ្វើឲ្យអ្នកផងទូទៅបានស្គាល់ម្ចាស់បទរាត្រីស៊ីកុងរូបនេះកាន់តែច្បាស់នោះគឺទីកសលបញ្ចូលសម្លេងល្ខោននិយាយដ៏ល្អឥតខ្ចោះរបស់អ្នកស្រីតែម្ដងចំនួននោះសម្លេងរបស់អ្នកស្រីហួយមាសត្រូវបានគេឮទូទាំងប្រទេសស្ទើររៀងរាល់ថ្ងៃក្នុងកម្មវិធីនានារបស់វិទ្យុជាតិពិសេសគឺនីតិល្ខោននិយាយនិងអត្ថាធិប្បាយបទចម្រៀងគ្រាន់តែចេញសូរសៀងភ្លាមគេស្គាល់សម្លេងអ្នកស្រីភ្លាមនិយាយដោយខ្លីពលរដ្ឋខ្មែរណាក៏ដោយកាលពីសម័យនោះសុទ្ធតែបានស្គាល់និងចងចាំនៅសម្លេងដ៏ពីរោះរបស់អ្នកស្រីគ្រប់គ្នាចម្រៀងល្បីៗរបស់អ្នកស្រីហួយមាសដែលគេចងចាំរហូតសពថ្ងៃក្រៅពីបទរាត្រីស៊ីកុងដែលជាបទតំណាងគេឈ្មោះរបស់អ្នកស្រីនោះរួមមានដូចជាបទស្រណោះចំការសំរោងសំភ័សបុរីជូឡុងឯណាទៅគូព្រៀងខ្ញុំចង់តែនៅក្រមុំអស់ចាណាស់សង្សារខ្ញុំទឹកភ្នែកម្ដាយខ្ញុំស្រឡាញ់បងណាស់ចិត្តឪខ្ញុំវាលសោះខ្យល់ចិត្តអើយគំនឹកស្អែកហើយស្អែកទៀតក្រមុំដណ្ដឹងម្ដាយមិនឲ្យព្រួយម្ដេចបានអោបផ្កាលហុងពីអ្នកដើរលេងក្នុងសួនទៅហើយមកវិញនឹងបត់ចិត្តខុសពីមុនជាដើមឡាវាស្នាចំការសមរាលឺត្រែស្លាប់ក្ដាមចិត្តរំចាំចាស់ចាប់កំណើតនៅអំឡុងឆ្នាំ1947នៅក្នុងភូមិតាកាត់ឃុំស្វាយប៉ោស្រុកបាត់ដំបងខេត្តបាត់ដំបងអ្នកស្រីហួយមាសគឺជាកូនស្រីពៅក្នុងចំណោមបងប្អូន3នាក់ប្រុស2និងស្រីម្នាក់ឪពុករបស់អ្នកស្រីឈ្មោះហួយយុតមានអាជីពជាបុគ្គលិកស្ថានីយ៍រថភ្លើងខេត្តបាត់ដំបងរីឯម្ដាយអ្នកស្រីឈ្មោះបុត្រចិនជាមេផ្ទះហើយបងប្រុសទាំងពីររបស់អ្នកស្រីទី1ឈ្មោះហួយស៊ីយឿននិងទី2ឈ្មោះលោកហួយសាយូកូនទៅភ្នំខ្ពស់បាំងខាកាលនៅវ័យកុមារនោះកុមារីហួយមាសត្រូវបានឪពុកម្ដាយយកទៅឲ្យចូលរៀននៅឯសាលាបឋមសិក្សាសៅហឺក្នុងទីរួមខេត្តបាត់ដំបងនោះហួយមាសជាសិស្សដែលរៀនពូកែខាងអក្សរសាស្ត្រនិងតែងសេចក្ដីហើយចូលចិត្តការសិក្សាស្ទើរតែគ្រប់មុខវិជ្ជានាងបានរៀនឡើងថ្នាក់ជាបន្តបន្ទាប់គឺចាប់ពីកម្រិតបឋមសិក្សារហូតចូលទៅដល់អនុវិទ្យាល័យនេតយ៉ង់ហើយរៀនរហូតដល់ចប់ថ្នាក់ទី3ទំនើបនៅសម័យនោះអូខេមកដីភូមិដីល្បាប់បាយកុំជាទ្រព្យសាងធម៌ពីស្នានៅក្នុងគ្រួសារនិងវងត្រកូលរបស់អ្នកស្រីពុំមាននរណាម្នាក់ធ្លាប់ប្រឡូកក្នុងសិល្បៈទេហើយឪពុកម្ដាយអ្នកស្រីក៏ពុំសូវជាចូលចិត្តសិល្បៈផងដែរប៉ុន្តែបើទោះឪពុកម្ដាយមិនសូវចូលចិត្តសិល្បៈក្ដីក៏ពួកលោកទាំងពីរមិនបានហាមឃាត់ឬខៀខាំងកូនមិនឲ្យខ្លាចជាអ្នកសិល្បៈដែរគឺពួកគាត់មិនដោយតាមកូនទៅតាមអ្វីដែលជាចំណងចំណូលចិត្តរបស់ខ្លួនកាលពីកុមារភាពនោះទាំងឪពុកម្ដាយនិងបងទាំងពីររបស់អ្នកស្រីពុំធ្លាប់គិតទាល់តែសោះថានាងហួយមាសអនាគតនឹងចាប់អាជីពជាអ្នកចម្រៀងនោះទេប៉ុន្តែអ្វីបានប្រែប្រួលនៅពេលដែលនាងពេញវ័យជំទង់គឺកាលនោះនៅអំឡុងពេលកំពុងរៀននៅអនុវិទ្យាល័យនេតយ៉ង់ហើយវ័យឈានចូលទីពេញក្រមុំផងនោះអ្នកស្រីក៏ត្រូវបានសិស្សរួមសាលាក៏ដូចជាលោកគ្រូអ្នកគ្រូផងមានការចាប់អារម្មណ៍នឹងសម្លេងដ៏ពីរោះគ្រប់គ្នា
ហើយពេលណាមានកម្មវិធីជប់លៀងនៅក្នុងសាលាគេតែងតែសំណុំពរឲ្យអ្នកស្រីច្រៀងមិនដែលរំលងឡើយឯណាទៅគូព្រេងខ្ញុំបើយឺធំធំឬស្គមខ្មៅឬសសាំងឲ្យទៅអាក្រង់ឡមានតែក្រគូដល់ដល់ខ្ញុំក្រោយមកនៅអំឡុងប្រហែលជិតពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1960ខណៈគេរៀបចំកម្មវិធីប្រឡងចម្រៀងជាប្រចាំឆ្នាំនៅទីរួមខេត្តបាត់ដំបងនោះមិត្តរួមថ្នាក់ព្រមទាំងលោកគ្រូអ្នកគ្រូក៏បានលើកទឹកចិត្តឲ្យអ្នកស្រីទៅចូលរួមប្រឡងនឹងគីហើយអ្នកស្រីក៏បានចូលរួមតាមការជំរុញនោះហើយទីបំផុតអ្នកស្រីក៏បានប្រឡងជាប់លេខ1នៅក្នុងកម្មវិធីប្រឡងចម្រៀងសម័យនោះជោគជ័យដ៏ត្រចះត្រចង់នេះបានធ្វើឲ្យសិស្សរួមសាលានិងលោកគ្រូអ្នកគ្រូផងមានការអបអរយ៉ាងខ្លាំងរីឯអ្នកស្រីខ្លួនឯងក៏រំភើបផងដែរប៉ុន្តែលទ្ធផលនេះមិនជាទីពេញចិត្តចំពោះឪពុកម្ដាយរបស់អ្នកស្រីឡើយព្រោះពួកគាត់មិនចង់ឲ្យកូនប្រឡូកក្នុងសិល្បៈទេតែយ៉ាងណាក្ដីពួកគាត់ក៏មិនបានហាមឃាត់ដែរគឺបណ្ដោយទៅតាមកូនទាំងអស់បន្ទាប់ពីប្រឡងចម្រៀងនោះមកអ្នកស្រីក៏ត្រូវបានវងភ្លេងនានាប្រចាំខេត្តបាត់ដំបងហើយទៅច្រៀងជាហូហែនិងច្រៀងតាមរាំងកាសានានានៅទីរួមខេត្តនោះផងហើយមិនយូរប៉ុន្មានលោកអឹមសុងសើមដែលជាអ្នកខេត្តបាត់ដំបងជាមួយអ្នកស្រីហើយដែលបានមកច្រៀងនៅក្នុងវង់ភ្លេងឃោសនាការហើយភ្នំពេញមុនអ្នកស្រីនោះក៏បានបង្ហើយអ្នកស្រីឲ្យទៅច្រៀងនៅភ្នំពេញជាមួយដែរពេលនោះក្រោយពីមានការយល់ព្រមពីឪពុកម្ដាយនិងបងទាំងពីរអ្នកស្រីក៏បានមកតាមលោកអឹមសុងសើមហើយសម្រេចជប់រៀននៅអំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1960នោះតែម្ដងក្រោយពីខ្លាចជាអ្នកចម្រៀងនៅក្នុងវង់ភ្លេងឃោសនាការនេះអ្នកស្រីក៏មានឱកាសបញ្ចេញសំនៀងឲ្យពលរដ្ឋទូទៅបានស្ដាប់សំឡេងដ៏ពីរោះជារៀងរាល់ថ្ងៃហើយជាមួយគ្នានោះកវីនិពន្ធល្បីៗនានាដូចជាលោកពើស៊ីផូនិងលោកម៉ាឡូពីជាដើមបាននិពន្ធបទចម្រៀងឲ្យអ្នកស្រីច្រៀងជាបន្តបន្ទាប់ផងដែរប៉ុន្តែក្នុងចំណោមចម្រៀងទាំងឡាយនោះបទចម្រៀងដែលធ្វើឲ្យអ្នកស្រីល្បីល្បាញខ្លាំងជាងគេនៅពេលដែលចេញច្រៀងដំបូងនោះគឺបទរាត្រីស៊ីកុងដែលជាស្នាដៃនិពន្ធរបស់អធិរាជសម្លេងមាសស៊ីនស៊ីសមុទ្របទនេះលោកស៊ីនស៊ីសមុទ្របាននិពន្ធរៀបរាប់ពីទន្លេស៊ីកុងដែលជាស្រុកកំណើតរបស់លោកនៅឯខេត្តស្ទឹងត្រែងនោះបាទដូច្នេះក្នុងឱកាសនេះខ្ញុំបាទក៏សូមលើកយកបទរាត្រីស៊ីកុងនេះមកចែកជូនលោកអ្នកស្ដាប់ឲ្យបានជ្រាបតែម្ដងហើយបន្ទាប់មកលោកអ្នកនឹងបានស្ដាប់នីតិព័ត៌មានខ្លីរបស់វិទ្យុបារាំងអន្តរជាតិ AFE រួចខ្ញុំបាទសេងតារានឹងវិលមករៀបរាប់ប្រវត្តិជីវិតអ្នកស្រីហ៊ុយមាសជាបន្តទៀតជាងធ្លាក់មកដល់ហើយកាយអើយយើងទៅណាបាត់ដំណឹងព្រាច័ន្ទក៏យើងបាត់ណាត់សូនចឹងហើយខ្ញុំរំពឹងម្ដេចបានរាត្រីទេកងហោឆ្ងាយម្ល៉េះណាជលណែចាប់ខាងដល់ផ្ទះក្នុងប្រាទីប្រហែលជាខ្ញុំមិនបានរូបប្រកលយ៉ាងជាគូគំឡាជាងធ្លាក់មកដល់ហើយកាយអើយយើងទៅណាបាត់ដំណឹងព្រាច័ន្ទក៏យើងបានស្ដាប់សូនចឹងហើយ
ស្ដាប់វិទ្យុបារាំងអន្តរជាតិ RFE ជាទីគោរពសូមបញ្ជាក់ថាពេលនេះលោកអ្នកកំពុងតាមដានស្ដាប់នាទីប្រវត្តិសិល្បករខ្មែរហើយដែលយើងកំពុងតែអត្ថាធិប្បាយអំពីប្រវត្តិរបស់អ្នកស្រីហ៊ុយមាសបាទហើយឥឡូវនេះខ្ញុំបាទសេងតារានឹងជម្រាបអំពីប្រវត្តិកំពូលសិល្បករនីពហុជំនាញដ៏ល្បីល្បាញរូបនេះជាបន្តទៀតមិនបងភ្លេងអូនទេបងគ្រាទីស្នេហ៍ចាចិនដានៅពេលមានឈ្មោះបោះសម្លេងពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការបញ្ចេញសម្លេងតាមរលកវិទ្យុជាតិដែលមានតែមួយគត់នៅសម័យនោះបណ្ដាហាថាចម្រៀងនានាក៏បានតាក់ទងអ្នកស្រីទៅច្រៀងថតថាសលក់ជូនសាធារណជនជាបន្តបន្ទាប់ដែលញ៉ាំងឲ្យគេឈ្មោះអ្នកស្រីកាន់តែល្បីល្បាញមួយកម្រិតទៀតហើយជីវភាពអ្នកស្រីក៏មានភាពធូរធារទៅតាមនោះផងដែរជាមួយគ្នានោះដោយសារមានទម្លាប់ជាមនុស្សឧស្សាហ៍និងគំនិតច្នៃប្រឌិតលើសពីសិល្បករនីផ្សេងៗនោះអ្នកស្រីហ៊ុយមាសក៏បានទៅរៀនអំពីរបៀបនិពន្ធបទភ្លេងនិងទំនុកច្រៀងបន្ថែមទៀតដោយរៀនតាមសៀវភៅភ្លេងផងនិងសិក្សាតាមការបង្ហាត់បង្ហាញបន្ថែមពីកវីនិពន្ធល្បីៗនិងតន្ត្រីករនានាផងអ្នកស្រីរៀនរហូតតទៅចេះស្ទាត់គឺអាចនិពន្ធបទភ្លេងនិងទំនុកច្រៀងបានដោយខ្លួនឯងហើយនេះគឺជាលក្ខណៈសម្បត្តិមួយដ៏ពិសេសព្រោះថាសម័យនោះកម្រមានអ្នកចម្រៀងស្ត្រីរូបណាមានសមត្ថភាពអាចនិពន្ធបទចម្រៀងដោយខ្លួនឯងឡើយគឺទាំងអ្នកស្រីរស់ស្រីសុធាអ្នកស្រីប៉ែនរ៉ននិងអ្នកចម្រៀងស្ត្រីផ្សេងទៀតអ្នកចម្រៀងស្ត្រីខ្លះមិនទាំងចេះអក្សរផងដូចជាអ្នកស្រីម៉ៅសារ៉េតនិងអ្នកស្រីឈុនវណ្ណាជាដើមឡាក់ព្រោះកូនស្រីនៅជំនាន់នោះឪពុកម្ដាយមិនសូវឲ្យរៀនបានច្រើនទីដូច្នេះចំណេះដឹងក៏មានកម្រិតតិចតួចទៅតាមនោះដែរប៉ុន្តែអ្នកស្រីហ៊ុយមាសខុសពីអ្នកចម្រៀងស្ត្រីឯទៀតគឺអ្នកស្រីរៀនសូត្របានច្រើនតាំងពីមុនក្លាយជាអ្នកចម្រៀងហើយគំនិតក៏ឆ្លាតជាងគេនិងមានទម្លាប់ឧស្សាហ៍ជាងគេផងដែរគឺចង់ចេះចង់ដឹងច្រើនលើសពីភាពជាស្ត្រីមេផ្ទះដូច្នេះហើយយោងតាមការស្រាវជ្រាវយើងបានឃើញថាក្នុងចំណោមបទចម្រៀងរាប់រយបទរបស់អ្នកស្រីក្រៅពីកវីល្បីៗនានានិពន្ធឲ្យច្រៀងគឺមានបទចម្រៀងជាច្រើនដែលអ្នកស្រីហ៊ុយមាសបាននិពន្ធនិងច្រៀងដោយខ្លួនឯងសូមបងប្រយ័ត្នថែនួនអូនបានបានឲ្យបងនិយាយអំពីដៃគូចម្រៀងប្រុសដែលជាងឆ្លងឆ្លើយជាមួយអ្នកស្រីច្រើនជាងគេគឺលោកអ៊ឹមសុងសឺមដែលជាអ្នកចម្រៀងនៅក្នុងវង់ភ្លេងឃោសនាការជាមួយអ្នកស្រីនោះហើយក្រៅពីនេះមានលោកស៊ីនស៊ីសមុទ្រលោកសុះម៉ាត់និងលោកមាសហុកសេនជាដើមឡាក់បន្ថែមលើការហាត់តែងនិពន្ធបទចម្រៀងដោយសារមានទឹកដមសម្លេងពីរោះទាំងច្រៀងនិងទាំងនិយាយអ្នកស្រីហ៊ុយមាសក៏ត្រូវបានក្រុមសិល្បករនិងក្រុមអ្នកផលិតល្ខោននិយាយប្រចាំវិទ្យុជាតិដូចជាលោកម៉ៅប៊ុនថនលោកមាសកុកលោកហងធុនហាក់លោកហ៊ីប៊ុនថននិងលោកម៉ៅប៊ុនថនជាដើមជួយជ្រោមជ្រែងនិងបង្ហាត់អំពីវិធីបញ្ចូលសម្លេងផងដែរដូច្នេះហើយទើបអ្នកស្រីក៏បានចេះជំនាញនេះមួយបន្ថែមទៀតនិងពោពេញទៅដោយភាពប៉ិនប្រសប់ជាទីបំផុតហើយក្រោយមកក៏បានលេចធ្លោលើសគេលើសឯងតែម្ដងខាងផ្នែកល្ខោននិយាយនេះលុះក្រោយពីមានជំនាញនេះអ្នកស្រីក៏បានក្លាយជាតួឯកបញ្ចូលសម្លេងល្ខោននិយាយជាច្រើនរឿងដែលខាងក្រុមផលិតករវិទ្យុជាតិបានរួមសហការគ្នាផលិតហើយរឿងដែលគេនៅចងចាំបានរួមមានដូចជារឿងកន្លងបាក់ស្លាបកូឡាបាក់តងវិបដិសារីផ្គរលាន់ដើមឆ្នាំស្អែកអូនរៀបការពិសេសរឿងល្ខោននិយាយដែលល្បីល្បាញជាងគេហើយដែលគេនៅនិយមស្ដាប់រហូតដល់សប្តាហ៍ថ្ងៃនេះគឺរឿងកំពុងធំជំរុំចិត្តបាទហើយឱកាសនេះខ្ញុំបាទក៏សូមដកស្រង់យកឈុតខ្លះៗនៅក្នុងរឿងកំពុងធំជំរុំចិត្តនេះមកចែកជូនលោកអ្នកស្ដាប់ឲ្យបានជ្រាបបន្តិចសិនរឿងនេះអ្នកស្រីហ៊ុយមាសបញ្ចូលសម្លេងជាតួឯកស្រីឈ្មោះនារីផលហើយលោកម៉ៅប៊ុនថនបញ្ចូលសម្លេងជាតួឯកប្រុសឈ្មោះសុធីខ្ញុំក៏ចូលចិត្តរស់នៅចិត្តផលដែរខ្ញុំរស់នៅអស់មួយជីវិតតើទីក្រោយក៏ស្នាឲ្យគឺខុសខ្ញុំមិននិយាយខ្លីមិនទេខ្ញុំចង់និយាយថាខ្ញុំស្រឡាញ់ចូលចិត្តសុភាពបរិបដោយស្មោះត្រង់មិនមានស្រឡាញ់ដល់ខ្ញុំជួយខ្ញុំផលកំពុងគ្រូទីនេះធ្វើអីណាខ្ញុំរក្សាវាអស់ជីវិតបានទេខ្ញុំអត់មាននិយាយពីរឿងស្នេហាទេមិនខ្ញុំនិយាយតាមលេខត្រង់តែគឺសម្ដីទោះបីបានរឿងក៏ដោយតែចាំបែបលើសពណាខ្ញុំនឹងត្រូវទៅទទួលរងគ្រោះបាក់ស្លាប់ធ្លាក់ដល់ដីជាមិនខានយ៉ាងណាមិញហើយបងខ្ញុំពេលនេះរងគ្រោះហើយរងគ្រោះបានសម្ដីផលជាព្រួយដល់សាក់ទឹកដល់ផលមិនប្រយោជន៍ស្រីខ្ញុំទៅរងគ្រោះអស់មួយជីវិតហើយ
ខ្ញុំចង់បានការរៀបផងណាខ្ញុំមិនថាអីទេប៉ុន្តែត្រូវតែគោរពតាមប្រពៃណីទៀតចុះខ្ញុំមិនធ្វើឲ្យខុសពីប្រពៃណីទេបងចិត្តទឹកស្អាតបងមិនធ្វើអបិថានរីផលប្រកបប្រពន្ធឡើយបងសុធីនរីផលសូមផ្ញើវាសនាលោកបងហើយដាក់បងណាសូមអបិថានរីផលហើយប្រោះខ្ញុំជានិច្ចលើកក្នុងបេះដូងរបស់បរិសុទ្ធរបស់បងអូនមិនដែលសច្ចាជាមួយបុរាណណាចំទេនេះគឺសំណាងយ៉ាងចំណានដែលស្នាបងនោមអរខ្ញុំចាំចេញគុណของបំណងលើមុំអរខ្ញុំគុណខ្ញុំចាំក្រៅពីមានទេពកោសល្យទាំងពីរនេះគឺទាំងច្រៀងនិងបញ្ចូលសម្លេងល្ខោននិយាយអ្នកស្រីហួយមាសក៏បានបណ្ដុះជំនាញមួយថែមទៀតគឺពិធីការនីអត្ថាធិប្បាយវិទ្យុពេលនោះអ្នកស្រីត្រូវបានគេរៀបចំកម្មវិធីជាច្រើនដើម្បីផ្សាយតាមវិទ្យុជាតិដូចជានិទានរឿងប្រឡោមលោកស្មូតកំណាព្យនិងអត្ថាធិប្បាយបទចម្រៀងជាដើមឡើយវិទ្យុសំឡេងសាធារណរដ្ឋខ្មែរសូមជូននីតិចម្រៀងនិងតន្ត្រីទំនើបរៀបរៀងដោយនាងមាសមេត្រីលោកនាងស្ដាប់ជាទីមេត្រីក្នុងរយៈពេល30នាទីជាមួយនឹងនាងមាសមេត្រីក្នុងថ្ងៃនេះលោកនាងនឹងបានដាប់ការប្រគំបទភ្លេងនិងចម្រៀងរបស់ក្រុមមន្ត្រីវិទ្យុជាតិដែលមានមិត្តថងសានជាអ្នកដឹកនាំក្រុមមន្ត្រីវិទ្យុជាតិដែលមានមិត្តថងសានជាអ្នកដឹកនាំបាននាំនៅអ្នកចម្រៀងដ៏ល្បីៗមកជួបនឹងអស់លោកអ្នកនាងដូចជាមិត្តពិនស៊ីសមុទ្រមិត្តកាម៉ាត់និងនាងហួយមាសជាដើមដំបូងនេះគឺបាត់បុកថាកំពុងហើយដែលជាបាត់ភ្លេងរបស់មិត្តពិនស៊ីសមុទ្រនិងទំនុករបស់មិត្តពិនស៊ីសមុទ្រដដែលនាងកំពុងហៅរៀងរាវខ្មែរមកតាមរយៈពហុជំនាញនិងទេពកោសល្យដ៏ប៉ិនប្រសប់ទាំងនេះក៏បានជំរុញឲ្យកេរ្តិ៍ឈ្មោះអ្នកស្រីល្បីខ្ទោខ្ទាទូទាំងប្រទេសមហាជនទូទៅស្គាល់សម្លេងអ្នកស្រីច្បាស់គ្រប់គ្នានិយាយដោយខ្លីអ្នកស្រីហួយមាសនិយាយពីរសជាងច្រៀងទៅទៀតអ្នកណាក៏ដោយដែលបានស្ដាប់សម្លេងល្ខោននិយាយដែលអ្នកស្រីបញ្ចូលអ្នកនោះរមែងលងស្រឡាញ់សម្លេងតួឯកស្រីដែលបញ្ចូលសម្លេងដោយអ្នកស្រីស្ទើរតែគ្រប់គ្នាមិនថាប្រុសមិនថាស្រីនេះហើយគឺជាភាពអស្ចារ្យរបស់អ្នកស្រីដែលគ្មានសិល្បករនីរូបណាអាចប្រដូចបានពិតណាស់តាមការរៀបរាប់ខាងលើអ្នកស្រីហួយមាសគឺជាកំពូលសិល្បករនីដែលមានជោគជ័យគ្រប់យ៉ាងខាងផ្នែកសិល្បៈប៉ុន្តែសួរថាចុះរឿងស្នេហាវិញតើយ៉ាងណាដែរនិយាយដល់ចំណុចនេះនរណាក៏ចង់ដឹងដែរអំពីជីវិតឯកជនរបស់បុគ្គលល្បីល្បាញដូចជាអ្នកស្រីហួយមាសនេះមិនខុសគ្នានឹងសិល្បៈជីវិតស្នេហារបស់អ្នកស្រីក៏បានធ្វើឲ្យមហាជននៅសម័យនោះល្បីរន្ទឺគ្រប់គ្នាផងដែរប៉ុន្តែមិនមែនល្បីដោយសារជោគជ័យប្រគំប្រកាលដោយការប្រឡូកក្នុងសិល្បៈនោះទេគឺការល្បីល្បាញនោះដោយសារតែអ្នកស្រីមានស្នេហាពីដំណាក់កាលឬយើងនិយាយដោយខ្លីថាមានស្វាមីពីរហើយដែលបានផ្ទុះឡើងជារឿងរ៉ាវអាស្រូវជាច្រើនឬដោយខ្សែប្រឡោមលោកដែលបានធ្វើឲ្យកក្រើករំជួយក្នុងទីក្រុងភ្នំពេញនៅសម័យនោះស្នេហាទី1គឺជាការជួបគ្នាជាមួយតន្ត្រីករវាស្គមម្នាក់ដែលប្រគំជាប្រចាំនៅក្នុងវង់ភ្លេងឃោសនាការឬវង់ភ្លេងវិទ្យុជាតិដែលស្ថិតនៅក្នុងអង្គភាពសិល្បៈជាមួយអ្នកស្រីផងដែរហើយដែលក្រោយមកពួកគាត់ក៏បានក្លាយជាស្វាមីភរិយានឹងគ្នាតែម្ដងបរិសម្នាក់នេះឈ្មោះលោកអ៊ុំសុផានរៈហៅយេលពួកគាត់ទាំងពីរបានតាក់ទងគ្នានិងស្គាល់គ្នាក៏ព្រោះធ្វើការជាមួយគ្នារាល់ថ្ងៃគឺម្នាក់ជាអ្នកចម្រៀងនិងម្នាក់ទៀតជាអ្នកវាយស្គរ
ដំបូងឡើយទំនាក់ទំនងនេះផ្ដើមឡើងក្នុងនាមជាមិត្តភាពប៉ុណ្ណោះតែក្រោយមកក៏ឈានទៅដល់ស្នេហាព្រោះម្នាក់ៗសុទ្ធតែនៅលីវទាំងអស់គ្នាពិសេសគឺអ្នកស្រីហួយមាសដែលមានសម្រស់ដ៏ស្រស់សោភាបីដូចជាផ្ទាំងគំនូររបស់វិចិត្រករដូច្នោះដែរក្រោយពីស្គាល់ចិត្តថ្លើមគ្នាហើយរៀមច្បងទាំងពីរក៏បានដឹកដៃគ្នាចូលរួមការតាមប្រពៃណីនៅក្រុងភ្នំពេញតែម្ដងក្រោយពីរៀបការពួកគាត់ក៏នៅតែប្រកបអាជីពសិល្បៈដដែលហើយស្រឡាញ់គ្នាណាស់ចាក់ទឹកមិនលិចបានមកគ្នាបន្តិចមិនបានប៉ុន្តែសុភមង្គលនេះបានស្គាល់រសជាតិផ្អែមល្ហែមតែដំបូងប៉ុណ្ណោះលុះក្រោយពីផ្ដល់កំណើតដល់កូនស្រីម្នាក់អ្វីៗក៏បានប្រែប្រួលភាពល្វីងជូរចត់ក៏បានមកជំនួសភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃពេលនោះអ្នកស្រីហួយមាសត្រូវបានបរិសម្នាក់ទៀតឈ្មោះលោកវ៉ាន់លីកេសរ៉ូដែលមានតួនាទីជាមន្ត្រីនគរបាលថ្នាក់ខ្ពស់មានទ្រព្យសម្បត្តិនិងឡានដ៏ទំនើបផងនោះបានតាមស្រឡាញ់អ្នកស្រីយ៉ាងស្អិតនិងបានព្យាយាមអូសទាញរហូតទាល់តែអ្នកស្រីបាក់ចិត្តទីបំផុតនៅអំឡុងចុងទសវត្សរ៍ឆ្នាំ1960អ្នកស្រីហួយមាសក៏បានចាក់ចោលកូនស្រីនិងលោកអ៊ុំសុផានរិហៅយេលជាស្វាមីហើយទៅរួមរស់ជាមួយលោកវ៉ាន់លីកេសរ៉ូក្នុងនាមជាស្វាមីភរិយាវិញម្ដងប៉ុន្តែស្នេហាទី2នេះមិនបានរៀបការទេដោយសារជួបនៅរឿងទុក្ខសោកភរិយាក្បត់ចិត្តបែបនេះគ្រានោះបានធ្វើឲ្យលោកអ៊ុំសុផានរិហៅយេលបានស្នើឲ្យកវីល្បីល្បាញមួយរូបគឺលោកម៉ាឡៅពីនិពន្ធចម្រៀងមួយបទឲ្យលោកច្រៀងដើម្បីទម្លាយទុក្ខសោកដ៏ក្រៀមក្រំនេះបទនោះមានចំណងជើងថាសំលេងទ្រខ្មែរហើយលោកអ៊ុំសុផានរិហៅយេលបានយកបទនេះទៅច្រៀងផ្ទាល់ផ្សាយតាមវិទ្យុជាតិមកដូច្នេះក្នុងឱកាសនេះខ្ញុំបាទក៏សូមលើកបទសំលេងទ្រខ្មែរនេះមកចាក់ជូនលោកអ្នកស្ដាប់តែម្ដងប៉ុន្តែសូមជំនួសបទថ្មីដែលច្រៀងឡើងវិញដោយលោកឈួយសុភីបនៅអំឡុងទសវត្សរ៍ឆ្នាំ1980វិញដោយសារបទដើមរបស់លោកអ៊ុំសុផានរិហៅយេលបានបាត់បង់ទៅហើយសំលេងទ្រខ្មែរក្រោមខែរលត់ក្លិនស្នេហ៍អាស្រោចទាំងពេញលោកេកាបានពីឆ្នាំប្រសាទដប់ត្រីប្រពន្ធស្បត់ស្រីលួចលេងស្នេហាកាលបងស្នេហ៍អូនក្រាបលូនណែសំពេនៅមុខចាស់ចាស់បាយកោកាផ្លាទេសនាស្រីវិញមិនបាច់ការួចថ្ងៃដូចនេះរត់ឡានគេរូបជាទេវតាចិត្តជានរោថ្ងៃក្រោយគេវិញស្បែកលំដូចទេមិនលែផ្លាំទេចាំមើលស្រីស្នេហ៍ចិញ្ចាចដល់ណាអោចោចិនព្រៀនស្រេកឃ្លានណែអត់ខ្មាំបណ្ដាច់សងវាំងអូនទីអរារូបព្រៀនវិញព្រៀនជាយ៉ាងណាសូមចាំកម្មជាផ្ដន់ទីព្រៀនផងនិយាយអំពីអ្នកស្រីហួយមាសវិញក្រោយពីឮចម្រៀងអតីតស្វាមីច្រៀងផ្លែផ្កាដៀលថ្មេះដូច្នេះអ្នកស្រីក៏បានពឹងកវីដ៏ល្បីម្នាក់គឺលោកពៅស៊ីផូនិពន្ធចម្រៀងមួយបទដើម្បីច្រៀងតបទៅអតីតស្វាមីវិញនោះគឺបទចិត្តខុសពីមុន
ហើយអ្នកស្រីក៏បានយកបទនេះទៅច្រៀងផ្សាយតាមវិទ្យុជាតិល្បីក៏ក្រៅផងដែរបាទហើយក្នុងឱកាសនេះខ្ញុំបានក៏សូមលើកបទនេះមកចាក់ជូនតែម្ដងប៉ុន្តែសូមជំនួសបទថ្មីដែលច្រៀងឡើងវិញដោយអ្នកស្រីហៀងម៉ូលីណានៅអំឡុងឆ្នាំ1980វិញព្រោះបទដើមរបស់អ្នកស្រីហួយមាសបានបាត់បង់ទៅហើយមើលមុខមហាជនក្នុងក្រុងភ្នំពេញវិញពេលនោះម្នាក់មានការភ្ញាក់ផ្អើលនឹងរឿងអតីតស្វាមីភរិយានេះគ្រប់គ្នាព្រោះថាមិនមែនមានតែចម្រៀងពីបទនេះទេដែលច្រៀងឌីដងដាក់គ្នាគឺក្រោយមកក៏មានអ្នកចម្រៀងនិងកវីនិពន្ធផ្សេងដែលកាន់ជើងអតីតគូស្វាមីភរិយាទាំងពីរដោយពួកគេបាននិពន្ធនិងច្រៀងជំនួសគូស្វាមីភរិយាទាំងពីរផ្លែផ្កាដាក់គ្នាទៅវិញទៅមកផងដែរជាក់ស្ដែងលោកអឹមសុងសើមដែលកាន់ជើងលោកអ៊ុំសុផានរិហៅយេលបាននិពន្ធនិងច្រៀងចម្រៀងមួយបទដោយខ្លួនឯងដោយឌីលអ្នកស្រីហួយមាសកប់មាត់ដែលបទនោះមានចំណងជើងថាបាក់សីកងោកមាសរីឯកវីដ៏ល្បីមួយរូបទៀតគឺលោកយ៉ងឈៀងហៅសំនៀងរិទ្ធីដែលកាន់ជើងអ្នកស្រីហួយមាសក៏បាននិពន្ធចម្រៀងមួយបទឲ្យអ្នកស្រីម៉ៅសារ៉េតច្រៀងបកមកវិញដែលបទនោះមានចំណងជើងថាដំបៅស្នេហ៍លុះបន្ទាប់ពីច្រៀងផ្លែផ្កាដាក់គ្នាទៅវិញទៅមកតាមរយៈបទចម្រៀងទាំងនេះរឿងរ៉ាវស្នេហាព្រះឆាដ៏ល្បីកក្រើកនេះក៏បានស្ងាត់ទៅវិញបន្តិចម្ដងហើយក៏ស្របពេលនឹងការផ្លាស់ប្ដូររបបថ្មីផងដែរនោះគឺការផ្លាស់ពីរបបសង្គមរាស្ត្រនិយមដែលដឹកនាំដោយសម្ដេចឪមកជារបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខហ៊ុនម៉ាណែតវិញតែអូនផងផ្ដាំពេលអូនទៀតពីបងទៅអូនញ៉ាំមួយដែលវារស់នៅនាំវាទៅរកក្រោយសុំផងក្រោយពីការរួមរស់ជាមួយលោកវ៉ាន់លីកេសរ៉ូស្វាមីទី2នោះអ្នកស្រីក៏បានផ្ដល់កំណើតដល់កូនប្រុស2នាក់បន្ថែមទៀតចំណែកលោកអ៊ុំសុផានរិហៅយេលនៅរួមរស់ជាមួយកូនស្រីឈ្មោះអ៊ុំសមាវតីនិងម្ដាយរបស់លោកដោយមិនយកភរិយាថ្មីទីតែយ៉ាងណាក្ដីនៅពេលដែលរឿងរ៉ាវស្នេហាព្រះឆានោះបានស្ងប់ស្ងាត់អស់រយៈពេល 2-3 ឆ្នាំទៅហើយនោះស្រាប់តែកូនស្រីរូបនោះបានធ្វើឲ្យតន្ត្រីករនិងជាអ្នកវាយស្គររូបនេះកំរាកកំសួលខ្លោចផ្សាដួងចិត្តឡើងវិញពេលនោះគឺក្នុងអំឡុងឆ្នាំ1972កូននោះវាចេះសួររកម្ដាយសួរហើយសួរទៀតសួររាល់ថ្ងៃប្រការនេះក៏បានធ្វើឲ្យដំបៅក្នុងបេះដូងរបស់លោកអ៊ុំសុផានរិហៅយេលបានដកកម្រើកមកវិញគឺដោយសាររឿងនេះហើយដែលកាលនោះលោកអ៊ុំសុផានរិហៅយេលបាននិពន្ធចម្រៀងមួយបទជូនលោកអាប់ឌុលសេរីច្រៀងតែបទនោះមានចំណងជើងថាកូនស្រីយើងអាយុ5ឆ្នាំហើយ
បងកូនស្រែជ្រៀងចម្រៀងស្ញើអូនថាកូនស្រីយើងអាយុបាន5ឆ្នាំហើយទេចឹងក្រដីណាស់នេះមកហើយតែគ្មានវាសនាឡើយបានរួមក្បែរអូពេលនោះក៏បានធ្វើឲ្យគេឯងដែលធ្លាប់បានដឹងរឿងនេះមានការនឹកអាណិតទៅដល់លោកសុផាន់រហៅយេលនិងកូនស្រីម្នាក់នោះជាពុនពីរក៏ប៉ុន្តែក្រោយមកអ្វីៗក៏បានស្ងប់ស្ងាត់ទៅវិញជាថ្មីគឺស្ងាត់រហូតទាល់តែរបបប៉ុលពតចូលមកដល់នៅថ្ងៃទី17ខែមេសាឆ្នាំ1975ក្នុងរបបនយោបាយថ្មីជីវិតរបស់អ្នកស្រីហ៊ុយមាសក៏មិនខុសពីជីវិតពលរដ្ឋខ្មែរទូទៅដែរគឺត្រូវពួកធានខ្មែរក្រហមបណ្ដេញចេញពីទីក្រុងភ្នំពេញយ៉ាងខ្លោចផ្សាអ្នកស្រីបានចេញទៅជាមួយកូនប្រុសទាំងពីរចំណែកស្វាមីទី2របស់អ្នកស្រីដែលជាប៉ូលីសនោះបានមកជាមួយទីហើយប្រហែលជាត្រូវពួកធានខ្មែរក្រហមបាញ់សម្លាប់ចោលតាំងពីពួកវាចូលមកដល់ក្រុងភ្នំពេញម្លេះក្រោយការចន្លះជាច្រើនខែថ្ងៃអ្នកស្រីនិងកូនត្រូវបានទាហានប៉ុលពតរុញច្រានមកដល់ខេត្តបាត់ដំបងដែលជាស្រុកកំណើតរបស់អ្នកស្រីតែអ្នកស្រីមិនត្រូវបានគេឲ្យរស់នៅក្នុងភូមិកំណើតនោះទេគឺគេបណ្ដេញចេញឲ្យទៅរស់នៅនិងធ្វើការជាទម្ងន់នៅក្នុងសហគមន៍មួយដែលមានឈ្មោះថាអាងរៀមគុណនៃស្រុកសង្កែខេត្តបាត់ដំបងនោះ2ឆ្នាំក្រោយមកនៅថ្ងៃទី17ខែមេសាឆ្នាំ1977ដែលចំថ្ងៃរំលឹកខួបបដិវត្តន៍មហាលូតផ្លោះរបស់ពួកអង្គការអាវខ្មៅខោខ្មៅនេះអ្នកស្រីហ៊ុយមាសក៏ត្រូវបានពួកក្រុមថ្មើរបិសាចនេះយកទៅសម្លាប់ចោលទៅហើយតាមសាក្សីខ្លះបានបញ្ជាក់បន្ថែមថាអ្នកស្រីក៏ត្រូវបានគេរំលោភជាច្រើនអ្នកផងដែររួចគឺសម្លាប់ចោលដោយត្បូងចបដែលជាអាវុធប្រហារជីវិតដ៏ញាក់សាច់ក្នុងរបបនោះអូយចាំណាប្រទៀតចិត្តខ្មៅជាល្អដំបើដោយជ្រាំដែលជ្រៅខ្មៅមួយនេះស្អីការបាត់បង់ជីវិតសិល្បករនីដែលពូពេញទៅដោយសមត្ថភាពនិងទេពកោសល្យរូបនេះបានធ្វើឲ្យមានការសោកស្ដាយជាពន់ពេកក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសព្រោះជាការបាត់បង់នៃធនធានមនុស្សដ៏កម្ររកបាននៅក្នុងពិភពសិល្បៈប៉ុន្តែទោះបីអ្នកស្រីបាត់បង់រូបកាយទៅហើយមែនតែគេឈ្មោះនិងគេដំណើរផ្នែកសិល្បៈដែលអ្នកស្រីបានកសាងហើយបន្សល់ទុកនោះនៅតែធ្វើឲ្យគេចងចាំឈ្មោះអ្នកស្រីមិនភ្លេចរហូតបច្ចុប្បន្នបាទនេះគឺជាប្រវត្តិរបស់អ្នកស្រីហ៊ុយមាសកំពូលសិល្បករនីដ៏ល្បីល្បាញរបស់ខ្មែរយើងកាលពីទសវត្សរ៍ទី60និងទី70បាទជឿជាក់ថាលោកអ្នកពិតជាកំពុងតែស្លងអារម្មណ៍មែនទែនចំពោះការរៀបរាប់របស់ខ្ញុំនេះបាទហើយខណៈនេះមុននឹងគ្រប់លាខ្ញុំបាទក៏សូមផ្ញើចម្រៀងដ៏ល្បីមួយបទរបស់អ្នកស្រីហ៊ុយមាសជូនជាចំណងដៃចុងក្រោយបទនេះមានចំណងជើងថាសំភ័សបុរីជូឡុងដែលជាស្នាប្រហោះនិពន្ធទំនុកច្រៀងរបស់អ្នកម្នាងស៊ីសវ័តនៅរដ្ឋហើយលោកស៊ីនស៊ីសមុទ្រជាអ្នកនិពន្ធបទភ្លេងនិងមានលោកខៀវសុខាជាអ្នកសម្រួលតន្ត្រីថតនៅអំឡុងចុងទសវត្សរ៍ឆ្នាំ1970ហើយថ្ងៃស្អែកខ្ញុំបាទសៀងតារានឹងនាំយកប្រវត្តិសិល្បៈខ្មែរយើងមួយរូបទៀតមកបង្ហាញជូនជាបន្តសូមអរគុណIt's not
ស្នេ